កាលពីព្រេងនាយនៅអាណាចក្រមួយឈ្មោះកសុរិយាមណ្ឌលក៏មានព្រះរាជវាំងដ៏ធំស្រស់ស្អាតសង់ឡើងពីថ្មនិងមាសភ្លឺចែងចាំងនៅទីនោះមានព្រះនាងមួយអង្គព្រះនាមព្រះនាងលីណាដែលមានសម្រស់ស្រស់ស្អាតនិងមានចិត្តល្អជាទីបំផុតព្រះនាងចូលចិត្តជួយអ្នកក្រីក្រនិងស្រឡាញ់ធម្មជាតិប៉ុន្តែទោះមានអ្វីគ្រប់យ៉ាងក៏ដោយព្រះនាងលីណាតែងមានអារម្មណ៍ថាមានអាថ៌កំបាំងអ្វីមួយលាក់ខ្លួននៅក្នុងព្រះរាជវាំងនៅផ្នែកខាងជើងនៃព្រះរាជវាំងមានបន្ទប់ចាស់មួយដែលត្រូវបានបិទអស់ជាច្រើនឆ្នាំគ្មានអ្នកណាហ៊ានចូលឡើយព្រោះគេនិយាយថានៅក្នុងបន្ទប់នោះមានកញ្ចក់វេទមន្តដែលអាចបង្ហាញការពិតនិងអាថ៌កំបាំងរបស់មនុស្សគ្រប់គ្នាថ្ងៃមួយព្រះនាងលីណាបានសួរព្រះមហាក្សត្រីថាមាតាជាទីគោរពហេតុអ្វីបានជាគេបិទបន្ទប់នោះព្រះមហាក្សត្រីមានព្រះទ័យស្ងប់ស្ងាត់មួយសន្ទុះរួចតបទៅថាកញ្ចក់នោះមានអំណាចខ្លាំងវាអាចបង្ហាញមិនត្រឹមតែរូបភាពទេប៉ុន្តែបង្ហាញចិត្តពិតរបស់មនុស្សផងដែរព្រះនាងកាន់តែចង់ដឹងនៅយប់មួយខណៈព្រះច័ន្ទពេញបូនមីព្រះនាងបានយកចង្កៀងតូចមួយហើយដើរទៅកាន់បន្ទប់ចាស់នោះទ្វារធំក្រហមបើកយឺតខាងក្នុងមានធូលីពេញបន្ទប់និងមានកញ្ចក់យក្សមួយនៅកណ្ដាលស៊ុមរបស់វាធ្វើពីមាសនិងតុបតែងដោយត្បូងភ្លឺចែងចាំងព្រះនាងដើរចូលទៅជិតកញ្ចក់ភ្លាមផ្ទៃកញ្ចក់ចាប់ផ្ដើមរលកដូចទឹកសំឡេងស្រាលមួយបានលាន់ឮអ្នកដែលឈរនៅមុខខ្ញុំតើអ្នកចង់ឃើញការពិតឬព្រះនាងភ្ញាក់ផ្អើលប៉ុន្តែតបដោយភាពក្លាហានបាទខ្ញុំចង់ដឹងការពិតភ្លាមនោះកញ្ចក់បានបង្ហាញរូបភាពចម្លែកព្រះនាងបានឃើញអាណាចក្រកំពុងងឹតមេឃខ្មៅនិងមនុស្សរត់គេចដោយភ័យខ្លាចបន្ទាប់មកព្រះនាងបានឃើញបុរសម្នាក់ពាក់អាវខ្មៅកំពុងលួចប្រើវេទមន្តអាក្រក់នៅក្នុងព្រះរាជវាំងនរណាគាត់ព្រះនាងសួរកញ្ចក់ដបថាគាត់គឺជាអ្នកដែលចង់ដណ្ដើមអំណាចពីព្រះរាជវង្សព្រះនាងភ័យខ្លាចប៉ុន្តែសម្រេចចិត្តស្វែងរកការពិតថ្ងៃបន្ទាប់ព្រះនាងចាប់ផ្ដើមសង្កេតមើលមនុស្សនៅក្នុងព្រះរាជវាំងមិនយូរប៉ុន្មានព្រះនាងបានដឹងថាអ្នកប្រើវេទមន្តខ្មៅនោះគឺជាគមន្ត្រីវេទមន្តវ៉ាឡុកដែលជាទីប្រឹក្សារបស់ព្រះមហាក្សត្រវ៉ាឡុកធ្វើពុតជាស្មោះត្រង់ប៉ុន្តែពិតប្រាកដគាត់ចង់ប្រើកញ្ចក់វេទមន្តដើម្បីគ្រប់គ្រងអាណាចក្រយប់មួយព្រះនាងបានឃើញវ៉ាឡុកលួចចូលទៅក្នុងបន្ទប់កញ្ចក់ព្រះនាងក៏លាក់ខ្លួនតាមមើលវ៉ាឡុកលើកដំបងវេទមន្តហើយនិយាយថាឆាប់នេះអំណាចទាំងអស់នឹងក្លាយជារបស់ខ្ញុំភ្លាមនោះកញ្ចក់ចាប់ផ្ដើមបញ្ចេញផ្សែងខ្មៅស្រមោលអាក្រក់ជាច្រើនលេចចេញមកហើយបន្ទប់ទាំងមូលល្ងឹតព្រះនាងរត់ចេញមកមុខហើយស្រែកថាបញ្ឈប់ទៅវ៉ាឡុកអ្នកកំពុងបំផ្លាញអាណាចក្រវ៉ាឡុកសើចយ៉ាងខ្លាំងអ្នកមិនអាចទប់ខ្ញុំបានទេព្រះនាងតូចគាត់បានបាញ់ពន្លឺខ្មៅទៅរកព្រះនាងប៉ុន្តែនៅពេលនោះកញ្ចក់វេទមន្តបានភ្លឺឡើងយ៉ាងខ្លាំងសំឡេងកញ្ចក់លាន់នៅថាអំណាចពិតប្រាកដមិនមែនកើតពីភាពលោភលន់ទេប៉ុន្តែកើតពីចិត្តស្មោះនិងមេត្តាពន្លឺពណ៌ស្បានបញ្ចេញចេញពីកញ្ចក់ហើយការពារព្រះនាងពន្លឺនោះកាន់តែខ្លាំងរហូតធ្វើឲ្យអំណាចខ្មៅរបស់វ៉ាឡុករលាយបាត់ដំបងវេទមន្តរបស់វ៉ាឡុកបែកខ្ទេចហើយគាត់ត្រូវបានចាប់ខ្លួនដោយទាហានព្រះមហាក្សត្រនិងប្រជាជនទាំងអស់បានដឹងការពិតពួកគេសរសើរព្រះនាងលីណាថាមានទាំងភាពក្លាហាននិងប្រាជ្ញាបន្ទាប់ពីហេតុការណ៍នោះកញ្ចក់វេទមន្តត្រូវបានរក្សាទុកយ៉ាងប្រុងប្រយ័ត្នព្រះនាងតែងប្រើវាដើម្បីជួយមនុស្សនិងការពារអាណាចក្រមិនមែនសម្រាប់អំណាចផ្ទាល់ខ្លួនឡើយចាប់ពីថ្ងៃនោះមកអាណាចក្រសូរិយាមណ្ឌលរស់នៅដោយសុខសាន្តហើយរឿងរបស់ព្រះនាងនិងកញ្ចក់វេទមន្តក៏ក្លាយជារឿងព្រេងដែលមនុស្សតែងនិយាយគ្នាគិតបណ្ឌិតចិត្តស្មោះត្រង់និងមេត្តាអាចយកឈ្នះអំណាចអាក្រក់បានជានិច្ច